ក្រសួងសាធារណការរងចាំការអនុញ្ញាតពីសមរភូមិខាងមុខដើម្បីចូលទៅជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់ការធ្វើចរាចរណ៍ឡើងវិញក្រោយស្ពានមេទឹកត្រូវបានបំផ្លាញដោយយោធាថៃអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោកផនរឹមបានបង្ហាញការសោកស្ដាយនិងសូមថ្កោលទោសយ៉ាងដាច់អហង្ការទង្វើរបស់យោធាថៃដែលបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកបំផ្លាញស្ពានមេទឹកលើកំណាត់ផ្លូវជាតិលេខ55ដែលកំពុងបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃអ្នកនាំពាក្យរូបនេះបញ្ជាក់ថានៅចំពោះស្ថានភាពបែបនេះក្រសួងសាធារណការកំពុងរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់សម្រួលដល់ការចរាចរណ៍ឡើងវិញស្ពានជ័យជំនះត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹកស្ថិតលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169/400មានប្រវែង180ម៉ែត្រទទឹង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែល 8.5 គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែល 5 គីឡូម៉ែត្រជាចម្ងាយត្រង់ពីព្រំដែនដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាវែងសូមជម្រាបថានៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025កងទ័ពថៃបានកំពុងប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកលើគោលដៅដូចតទៅម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបាញ់កំទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដា1គ្រាប់ទៀតម៉ោង 6:02 នាទីយោធាថៃបាញ់កំទេចសម្ដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់